លោកគ្រូអ្នកគ្រូនឹងសួរស្ដីមិត្តភក្តិទាំងគ្នាហួរបទសន្ទបញ្ញាជាសាសនាទី2ក៏រៀននៅសាលាអន្តរជាតិ UKL នេះខ្ញុំនឹងខ្ញុំមកបកស្រាយអំពីវចនាសព្ទគឺជាពាក្យទាំងឡាយណាដែលមានន័យដូចគ្នាដោះស្រូបនៃដូចនឹងពាក្យទទួលហូបពិសាស៊ីឆៃឆាន់សើយ៉ាងបរិភោគប្រាណដូចនឹងពាក្យខ្លួនកាយព្រះកាយដើរដូចនឹងពាក្យត្រាច់យ៉ាងយ៉ាត្រានិមន្តធ្វើដំណើរចរលីលាប្រើប្រាស់ហើយដូចនឹងពាក្យជូនប្រកេនថ្វាយប្រទានសម្រាប់ដូចនឹងពាក្យដេកគេងនិទ្រាសឹងផ្ទុំសារដូចនឹងពាក្យរៀនសូត្ររៀនដូចនឹងពាក្យខិតខំប្រឹងប្រែងអំណត់ហើយដូចនឹងពាក្យវិថីមីគាមកពាក្យម៉ាក់ម្ដាយមាសដាត្រនំដូចនឹងពាក្យសំបុកលំនៅដៃដូចនឹងពាក្យហាត់ប្រហោះប្រសាសដូចនឹងពាក្យសំដីភាសានិយាយសន្និកាពុទ្ធិកាមិត្តដូចនឹងពាក្យសម្ដេចពូម៉ាក់ខ្លះមើលដូចនឹងពាក្យទស្សនាតតជាដូចនឹងពាក្យនិយាយរៀបរាប់